នៅកណ្ដាលព្រៃជ្រៅនាពេលរាត្រីដែលស្ងាត់ជ្រងំសំឡេងម៉ាស៊ីនឡានបន្លឺឡើងកាន់ភាពស្ងប់ស្ងាត់មនុស្សម្នាតែងតែផ្ដាំគ្នាតថាកុំដឹកមឈូសនៅពេលយប់ឲ្យសោះតើវាគ្រាន់តែជាជំនឿចាស់បុរាណឬមានរឿងរ៉ាវអាថ៌កំបាំងអ្វីដែលលាក់កំបាំងនៅពីក្រោយបម្រាមមួយនេះសូមស្វាគមន៍មកកាន់ឆក់ព្រលឹងកម្មវិធីរបស់ខ្ញុំដែលថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយរឿងរ៉ាវដ៏ព្រឺក្បាលគឺឡានដឹកមឈូសហើយមុននឹងចូលដល់សាច់រឿងរបស់យើងសូមចាត់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងតោះចូលដល់សាច់រឿងយើងតែម្ដងទៅនារាត្រីមួយដែលខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងនៅក្នុងភូមិដាច់ស្រយាលមួយក្បែរជើងភ្នំសំឡេងសត្វទីទួយយំល្វើយពីចម្ងាយបង្កឲ្យមានបរិយាកាសកាន់តែស្ងប់ស្ងាត់គួរឲ្យខ្លាចក៏ស្រាប់តែមានសំឡេងម៉ាស៊ីនឡានធំធំមួយបានបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃរាត្រីកណ្ដាលត្រៀតវាគឺជារថយន្តដឹកទំនិញចាស់មួយគ្រឿងដែលបើកបរយ៉ាងយឺតចូលមកក្នុងព្រៃជ្រៅដែលសូម្បីតែអ្នកភូមិក៏មិនហ៊ានឈានជើងចូលផងនោះដែរនៅលើឡាននោះមិនមែនដឹកទំនិញធម្មតានោះទេក៏ប៉ុន្តែវាគឺជាការដឹកមឈូសជារឿងដែលតម្រៀបគ្នាត្រួតពីលើគ្នាអ្វីដែលកាន់តែរន្ធត់នោះគឺនៅចន្លោះមឈូសទាំងនោះមានមនុស្សអង្គុយយាមដោយទឹកមុខស្លេកស្លាំងហើយភ្នែកសម្លឹងត្រង់ទៅមុខដោយគ្មានវិញ្ញាណឯពន្លឺចង្កៀងឡានដ៏ស្រអាប់បានជួយឲ្យយើងឃើញថាមឈូសទាំងនោះហាក់ដូចជាមានចលនារង្គើតិចដូចជាមានអ្វីម្យ៉ាងនៅខាងក្នុងចង់រើបំរាស់ចេញមកក្រៅចាស់ទុំនៅក្នុងភូមិតែងតែដំណាលតគ្នាថាទោះមានរឿងអ្វីក៏ដោយកុំឡើយសម្លឹងមើលភ្នែកអ្នកបើកបរឡានដឹកមឈូសកណ្ដាលត្រៀតឲ្យសោះព្រោះគេជឿថាឡាននោះមិនមែនជាឡានដឹកមនុស្សស្លាប់ទៅកប់នោះឡើយក៏ប៉ុន្តែវាគឺជាការដឹកជញ្ជូនវិញ្ញាណដែលមិនព្រមទៅចាប់ជាតិដើម្បីយកទៅធ្វើពិធីមន្តអាគមងងឹតណាមួយនៅកណ្ដាលព្រៃជ្រៅនោះទេមានបុរសម្នាក់ឈ្មោះបងសីហាដែលជាអ្នកមិនជឿលើរឿងខ្មោចព្រាយបានសម្រេចចិត្តតាមដានឡាននោះគាត់បានលបចូលទៅជិតពេលឡាននោះឈប់ងក់នៅមុខដើមឈើធំមួយហើយពេលដែលគាត់អើតមើលក្នុងមឈូសមួយដែលរបើកបន្តិចក៏ស្រាប់តែត្រូវស្រឡាំងកាំងក៏ព្រោះតែសពដែលដេកនៅក្នុងមឈូសនោះមានមុខមាត់ដូចជារូបគាត់បេះបិទពុកម៉ែបងប្អូនស្រាប់តែភ្លាមនោះអ្នកយាមនៅលើឡានបានងាកមកសើចដាក់គាត់ដោយសំឡេងក្រលួចរួចបាននិយាយថាចាំយើងអ្នកយូរហើយដល់ពេលត្រឡប់ទៅផ្ទះវិញហើយនៅពេលដែលបងសីហាឃើញមុខសាកសពនោះច្បាស់ជើងរបស់គាត់ក៏ចាប់ផ្ដើមញ័ររន្ធត់ស្ទើរតែគ្មានកម្លាំងឈរអ្នកយាមនៅលើឡាននោះដែលមានស្បែកជ្រីវជ្រួញដូចខ្មោចឆៅបានលោតចុះពីលើឡានយឺតសំដៅមករកគាត់ឯបងសីហាព្យាយាមស្រែករកជំនួយក៏ប៉ុន្តែហាក់ដូចជាពុំមានដុំមកស្ទះនៅបំពង់ករបស់គាត់គ្មានសំឡេងអ្វីចេញមកក្រៅសូម្បីតែបន្តិចបុរសចម្លែកនោះបានហុចកញ្ចក់បុរាណមួយឲ្យបងសីហាហើយខ្សឹបដាក់ត្រចៀកថាសម្លឹងមើលឲ្យច្បាស់តើជានរណាក្នុងពន្លឺព្រះច័ន្ទដ៏ស្រអាប់បងសីហាគាត់បានមើលទៅលើកញ្ចក់ក៏ស្រាប់តែគាត់ស្រែកយំយ៉ាងខ្លាំងព្រោះរូបភាពដែលឆ្លុះចេញមកមិនមែនជាមនុស្សរស់ឡើយ
ក៏ប៉ុន្តែគឺជាវិញ្ញាណដែលដាច់ក្បាលកំពុងតែហូរឈាមជោកអាហើយស្រាប់តែរំពេចនោះការចងចាំរបស់គាត់ក៏ត្រឡប់មកវិញកាលពី3ថ្ងៃមុនបងសីហាបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅតាមផ្លូវដែលកោងចូលភូមិខណៈពេលដែលឡានដឹកមឈូសនេះកំពុងបើកបរឆ្លងកាត់តាមពិតទៅគេបានស្លាប់បាត់ទៅហើយក៏ប៉ុន្តែវិញ្ញាណរបស់គេមិនព្រមទទួលស្គាល់ការពិតនោះទេក៏បានដើរវិលវល់តាមដានឡានដឹកសាកសពនេះរហូតមកបុរសអ្នកបើកឡានដែលមានមុខបិទបាំងមុខបានចុះមកពីលើកាប៊ីនរួចនិយាយថាដោយសំឡេងត្រជាក់ស្រឹបស្រឹបមឈូសទី7គឺជាកន្លែងសម្រាករបស់អ្នកប្រសិនបើអ្នកមិនឡើងទៅទេវិញ្ញាណរបស់អ្នកនឹងត្រូវដើរវិលវល់ក្នុងព្រៃនេះអស់កលជានិច្ចគ្មានថ្ងៃណាបានមកចាប់ជាតិនោះឡើយឯសីហាសម្លឹងទៅមឈូសដែលនៅទំនេរតែមួយគត់នៅលើឡាននោះគាត់ដឹងថាគ្មានផ្លូវត្រូវត្រឡប់ទៅវិញនោះទេក៏សម្រេចចិត្តដើរឡើងទៅលើឡានដោយទឹកមុខអស់សង្ឃឹមហើយនៅពេលដែលសីហាឈានជើងឡើងលើរថយន្តក៏ស្រាប់តែបរិយាកាសជុំវិញក៏ប្រែជាត្រជាក់ស្រើបលើសពីធម្មតាមនុស្សដែលអង្គុយយាមនៅលើឡាននោះក៏ចាប់ផ្ដើមសូត្រធម៌ជាភាសាបុរាណដែលស្ដាប់មិនយល់បន្លឺឡើងតិចតិចប្រៀបដូចជាសំឡេងសង្កៀតធ្មេញឯឡានក៏បានបត់ចូលទៅក្នុងផ្លូវលំមួយដែលពោពេញទៅដោយអាប់ក្រាស់រហូតមកដល់វាលមួយដែលមានដើមជ្រៃធំដុះនៅជុំកណ្ដាលនៅទីនោះមានតុសម្រស់ស្រាប់ដាក់មឈូសចំនួន6រួចជាស្រេចដែលមើលទៅដូចជាការរៀបចំចាំសីហាតាំងពីយូរណាស់មកហើយខណៈពេលដែលសីហាកំពុងរៀបនឹងទំរេតខ្លួនចូលក្នុងមឈូសគាត់ក៏ស្រាប់តែឃើញស្រមោលម្នាក់ទៀតរត់ចេញពីក្រោយដើមឈើនោះគឺជាមិត្តភក្តិរបស់គាត់ដែលបានបាត់ខ្លួនកាលពី1ឆ្នាំមុនមិត្តភក្តិម្នាក់នោះមានសភាពស្លេកស្លាំងហើយខ្សឹបប្រាប់សីហាទាំងភ័យខ្លាចថាសីហាកុំចូលដេកឲ្យសោះឡាននេះមិនមែនដឹកយើងទៅចាប់ជាតិទេវាដឹកយើងមកដើម្បីធ្វើជាអ្នកយាមឈូសជំនួសពួកវាវិញទេស្រាប់តែរំពេចនោះមនុស្សដែលអង្គុយលើឡានកាលមុនក៏ប្រែរូបរាងទៅជាផ្សែងខ្មៅហើយហោះបាត់ទៅបន្សល់ទុកតែភាពទទេស្អាតឯបងសីហាក៏ព្យាយាមលោតចុះពីលើឡានក៏ប៉ុន្តែទ្វាររបងដែកខាងក្រោយឡានបានបិទក្រឹបភ្លាមតែម្ដងអ្នកបើកបរដែលមិនដែលបង្ហាញមុខនោះបានងាកមកយឺតមុខរបស់គាត់មិនមែនជាមនុស្សទេប៉ុន្តែគឺជាផ្ទៃមុខទទេស្អាតគ្មានភ្នែកគ្មានច្រមុះគ្មានមាត់គឺវាបានបន្លឺសំឡេងចេញពីក្នុងទ្រូងថាម្នាក់ចាស់ទៅម្នាក់ថ្មីមកនេះគឺជាច្បាប់នៃឡានដឹកមឈូសឥឡូវនេះអ្នកគឺជាអ្នកយាមឈូសសម្រាប់រាត្រីបន្ទាប់ហើយនៅពេលដែលពាក្យថាអ្នកបន្តវេនបន្លឺចប់ក៏ស្រាប់តែសាកសពដែលមានមុខមាត់ដូចសីហានៅក្នុងមឈូសទី7នោះក៏បានបើកភ្នែកឡើងភ្លាមតែម្ដងក៏ប៉ុន្តែភ្នែករបស់វាមានពណ៌សក្បុសគ្មានប្រុសស្រីភ្នែកឡើយឯសាកសពនោះក៏ចាប់ផ្ដើមងើបឈរយឺតរួចក៏ដើរចេញពីមឈូសសំដៅទៅរកបងសីហាដែលកំពុងញាត់ត្រុសត្រើតហើយរាល់ជំហានដែលសាកសពនោះដើរចូលមកបងសីហាមានអារម្មណ៍ថារាងកាយរបស់គាត់កាន់តែធ្ងន់ទៅស្បែកក៏ចាប់ផ្ដើមប្រែជាស្លេកស្លាំងហើយវិញ្ញាណរបស់គាត់កំពុងត្រូវបានបឺតចូលទៅក្នុងឈើនៃមឈូសនោះបន្តិចម្ដងឯសីហា
ក៏ព្យាយាមតស៊ូដោយប្រើកម្លាំងចុងក្រោយដើម្បីរត់ចុះពីលើឡានក៏ប៉ុន្តែដៃរបស់នាយយាមឈូចាស់ដែលអង្គុយនៅទីនោះបានលូកមកចាប់ជើងរបស់គាត់យ៉ាងណែនហើយពួកវាបានសើចក្អាកក្អាយដោយសំឡេងស្អកស្អកថាមកចុះមកយាមជាមួយពួកយើងរហូតដល់អ្នកថ្មីមកដូរស្រាប់តែរំពេចនោះរាងកាយរបស់សីហាក៏រឹងកំព្រឹសគេមិនអាចកម្រើកបានទៀតឡើយគាត់ត្រូវបានគេបង្ខំឲ្យអង្គុយនៅលើកេមឈូកក្នុងអេរិយាបថដោយអ្នកយាមឈូកដទៃទៀតដែរគឺភ្នែកសម្លឹងទៅមុខដោយគ្មានវិញ្ញាណនិងទឹកមុខស្រងោតស្រងាត់ឯឡានដឹកមឈូសចាស់ក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខទៀតលើកនេះសីហាមិនមែនជាអ្នកតាមដាននោះឡើយក៏ប៉ុន្តែគាត់គឺជាផ្នែកមួយនៃរន្ធត់ឡានបានបើកកាត់ភូមិមួយទៀតដែលសីហាស្គាល់យ៉ាងច្បាស់វាគឺជាភូមិកំណើតរបស់គាត់នៅតាមផ្លូវគាត់បានឃើញប្អូនប្រុសរបស់គាត់កំពុងដើររកគាត់ទាំងយប់សីហាព្យាយាមស្រែកប្រាប់ប្អូនថារត់ទៅកុំមើលមកឡាននេះអីក៏ប៉ុន្តែអ្វីដែលចេញពីមាត់របស់គាត់មានតែសំឡេងខ្យល់បក់វូវូតែប៉ុណ្ណោះប្អូនប្រុសរបស់គាត់បានឈប់ងក់ហើយសម្លឹងមកមើលឡានដោយការសង្ស័យភ្នែករបស់សីហានិងប្អូនប្រុស បានប្រសពគ្នាភ្លាមនោះអ្នកបើកបរដែលមានផ្ទៃមុខទទេស្អាតក៏ចាប់ហ្វ្រាំងឡានងក់ទ្វារមឈូសទំនេរមួយនៅលើឡានបានរបើកចេញបន្តិចបង្ហាញឲ្យឃើញកន្លែងសម្រាប់ជនរងគ្រោះបន្ទាប់ហើយសីហាស្រក់ទឹកភ្នែកជាឈាមក៏ព្រោះគេដឹងថាបើសិនជាប្អូនប្រុសរបស់គេមិនព្រមដកភ្នែកចេញនោះទេបេសកកម្មបន្ទាប់របស់គេគឺត្រូវចុះទៅអូសវិញ្ញាណប្អូនប្រុសបង្កើតខ្លួនឯងឲ្យមកដេកក្នុងមឈូសនោះដើម្បីបញ្ចប់វេនរបស់គាត់ហើយអូនប្រុសរបស់បងសីហាឈ្មោះថាស៊ីឡាក៏ចាប់ផ្ដើមដើរចូលមកជិតឡាននោះបន្តិចម្ដងដោយសារតែភាពងឿងឆ្ងល់ស៊ីឡាមានអារម្មណ៍ថាអ្នកដែលអង្គុយនៅលើឡាននោះមានរូបរាងស្រដៀងនឹងបងប្រុសរបស់ខ្លួនដែលបាត់ខ្លួនសីហាដែលអង្គុយរឹងកំព្រឹសលើឡានក៏ព្យាយាមប្រមូលកម្លាំងវិញ្ញាណទាំងអស់ដើម្បីរុញមឈូសដែលនៅក្បែរខ្លួនឲ្យធ្លាក់ចុះទៅលើដីបង្កជាសំឡេងដៀងយ៉ាងខ្លាំងបំណងបន្លាចប្អូនឲ្យរត់ចេញក៏ប៉ុន្តែវាកាន់តែធ្វើឲ្យស៊ីឡាចង់ដឹងចង់ឃើញហើយដើរមកដល់ក្បែររបងដែកនៃឡាននោះទៅវិញអ្នកបើកបរមុខទទេបានហុចខ្សែចំណងពណ៌ខ្មៅមួយមកឲ្យសីហារួចខ្សឹបតាមខ្យល់ថាគ្រាន់តែបោះខ្សែនេះទៅរុំប្អូនឯងនឹងបានទៅចាប់ជាតិភ្លាមសេរីភាពរបស់អ្នកស្ថិតនៅលើជីវិតរបស់វាដៃរបស់សីហាដែលធ្លាប់តែទន់ខ្សោយក៏ចាប់ផ្ដើមលើកឡើងដោយឯកឯងតាមមន្តអាគមងងឹតគាត់យំយេកក្នុងចិត្តក៏ព្រោះមិនចង់ធ្វើបាបប្អូនក៏ប៉ុន្តែរាងកាយខ្មោចរបស់គេលែងស្ដាប់បញ្ជាខួរក្បាលទៀតហើយហើយខ្សែចំណងខ្មៅនោះចាប់ផ្ដើមយាចេញទៅរកករបស់ស៊ីឡាដូចជាសត្វពស់អញ្ចឹងនៅវិនាទីដែលខ្សែចំណងចិត្តនឹងរុករុំសីឡាសីហាបានសម្រេចចិត្តធ្វើរឿងមួយដែលគ្មានវិញ្ញាណណាម្នាក់ហ៊ានធ្វើឡើងគាត់មិនបានបោះខ្សែទៅរកប្អូនទេក៏ប៉ុន្តែគាត់បានយកខ្សែនោះមករុំកខ្លួនឯងរួចលូតចុះពីលើឡានទាំងកំរោលសំដៅទៅរកកំបិតចិត្តបន្លែដែលសីឡាកាន់ក្នុងដៃសម្រាប់ការពារខ្លួនសីហាបានប្រើវិញ្ញាណដ៏ឈឺចាប់របស់វាបុកទង្គិចជាមួយសីឡាបណ្ដាលឲ្យសីឡាដួលខ្ពស់រួចសន្លប់បាត់ស្មារតីទៅ
ការធ្វើបែបនេះគឺដើម្បីឲ្យសិលាមិនអាចសម្លឹងមើលភ្នែកអ្នកបើកបរបានទៀតនោះទេអ្នកបើកបរមកទៅទេគ្រវីក្បាលដោយការខឹងសម្បារួចស្រែកយំយ៉ាងរន្ធត់ដែលដល់ឮដល់អ្នកភូមិខាងមុខក៏ដោយសារតែសីហាបំពេញច្បាប់គាត់មិនត្រូវអនុញ្ញាតឲ្យយាមឈូសទៀតនោះទេក៏ប៉ុន្តែត្រូវខ្លាចជាកងឡានដែលត្រូវរងការកិនឈ្លីលើគ្រូសក្រហមអស់កលជារៀងឡានដឹកមឈូសក៏ចាប់ផ្ដើមបញ្ឆេះហើយកិនរំលងវិញ្ញាណសីហាបន្តដំណើរទៅរកជនគ្រងគ្រោះថ្មីនៅភូមិបន្តទៀត